បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញបន្ថែមតាក់ទងជាមួយនឹងទៅលើបច្ចេកទេសក្នុងការ add ណាសម្រាប់ក្នុងការ add ដែលយើងបែងចែកជាពីរប្រភេទទី1យើង add ជាមួយនឹង username សុទ្ធហើយនឹងទី2សម្រាប់ក្នុងការ add ជាមួយ full header detail ដែលបងប្អូនកំពុង add រាល់ថ្ងៃណាអញ្ចឹងដោយសារតែឃើញបងប្អូនមួយចំនួននេះជាវីដេអូបន្ថែមណាដែលគាត់ជួបប្រទះទៅលើការ add សមាជិកទៅ account របស់គាត់ទទួលបានការ ban ណាអញ្ចឹងទៅលើបច្ចេកទេសនេះយើងបាន discuss ជាមួយនឹង team ហើយយើងសាកល្បងជាមួយនឹងការការពារបែបនេះវិញអញ្ចឹងណាអញ្ចឹងក្នុងករណីបងប្អូនឧទាហរណ៍ថានៅក្នុង folder នេះមួយអញ្ចឹងមាន account ស្រេចហើយប៉ុន្តែមាន account មួយចំនួនដែលវា ban ឥឡូវយើងចូលមើលគ្នាជាទូទៅសម្រាប់ខាងខ្ញុំយើងប្រើវាអត់ដែល ban សម្រាប់ account ណាអញ្ចឹងជាដំបូងយើងចុចលេខ5ដើម្បី check ទៅលើ spam bot គ្រប់ account របស់យើងទាំងអស់ដែលយើងមានអញ្ចឹងបងប្អូនរងចាំតិចសិនទៅយកឲ្យ check អស់ណាអញ្ចឹងអំឡុងពេលហ្នឹងខ្ញុំចង់បញ្យល់បន្ថែមអញ្ចឹងជាទូទៅaccount នៅពេលដែលយើងប្រើប្រាស់យើងទុកពេលតិចខ្ញុំបានប្រាប់កន្លងមកអញ្ចឹងយើងឲ្យវាសម្រាប់ខ្លះអញ្ចឹងបន្ទាប់ពីយើង add បាន5 10ឬក៏20 member អីចឹងទៅតាមចំនួនដែលបងប្អូនបានដាក់កន្លងមកក្នុងការប្រើប្រាស់ជាក់ស្ដែងណាអញ្ចឹងឧទាហរណ៍ថាយើង check ទៅមាន account ណាមួយអធិស្ឋានមាន account ណាមួយវាជាប់ ban ឬក៏អីអញ្ចឹងបើសិនជាក្នុង folder ហ្នឹងនៅក្នុង folder ទាំងមូលនេះវាជាប់ ban អញ្ចឹងបងប្អូនត្រូវលុប folder ហ្នឹងចោលអញ្ចឹងយើងប្រកាសជាមានលេខខ្លះដែលអត់ទាន់ ban នៅក្នុងនេះអញ្ចឹងយើងយកលេខហ្នឹងទៅដាក់ចូលក្នុង folder ថ្មីដែលចេញពី file zip ដើមណាឥឡូវចាំតិចឲ្យវា check ឲ្យចប់សិនអញ្ចឹងក្នុងនេះយើងមាន account មួយដែល account នេះវា load ចេញអានេះវាមិនមែន ban ទេណាវា load ចេញដោយសារអីខ្ញុំដកវាចេញពីកម្មវិធីមួយណាដកតា account នឹងមួយចេញតាមរយៈទូរស័ព្ទខ្ញុំ remove ចោលណាហ្នឹងហើយទុកយកមកប្រើសម្រាប់ការងារផ្សេងអញ្ចឹងខ្ញុំបិទអញ្ចឹងមានន័យថា account ទាំងអស់វា code new ទេវាអត់មាន ban ទេអញ្ចឹងក្នុងករណីបើ ban បងប្អូនត្រូវចេញមកអញ្ចឹង folder ហ្នឹងឧទាហរណ៍ folder ហ្នឹង ban អញ្ចឹងណា folder ព្រោះពេលដែលយើងប្រើយើងមាន folder ច្រើនយើងបែក folder ដាក់ account ផ្សេងៗហ៎ចូលថា folder ហ្នឹង ban យើងលុបវាមកលុបហ្មងណាកុំអោយព្រោះអីខ្ញុំខ្លាចឆ្លងខ្ញុំខ្លាចaccount ban ហ្នឹងវាឆ្លង account ដែលនៅក្នុងនេះនៅក្នុងហ្នឹងដែលនៅសល់អញ្ចឹងបន្ទាប់មកបងប្អូន mouse ស្ដាំនេះ file zip ដែល download file ដើមយើង mouse ស្ដាំ extract ទៀតមក extract ទៅជា folder ថ្មីដែលអត់មានលេខទូរស័ព្ទសោះអញ្ចឹងបងប្អូនយកអាលេខដែលយើងដាក់សាមីយើងដាក់ពីកម្មវិធី app ដែលយើងមានដូចជា Telegram អីហ្នឹងយើងយកមកដាក់ក្នុង folder ថ្មីមានន័យអញ្ចឹងបើអត់ទាន់ឡើយហ្នឹងអាចសួរខ្ញុំបន្ថែមហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងសង្ឃឹមថាទាន់បន្ទាប់មកនៅពេលដែលបងប្អូន add អញ្ចឹងជាទូទៅបច្ចេកទេសដែលយើង add គឺយើងធ្វើអញ្ចឹងដូចថាឥឡូវជាទូទៅបងប្អូនប្រើជាមួយនឹង full header ពេលដែលយើង scrape ទៅឥឡូវយើងធ្វើអញ្ចឹងវិញយើងចូល scraper បន្ទាប់មក scraper របស់យើងដាក់លេខអីក៏បានដែរអញ្ចឹងដាក់លេខ5អញ្ចឹងមកអូខេអញ្ចឹងកន្លែងនេះខ្ញុំត្រូវ link group មក scrape សិនឧទាហរណ៍ថាអូខេ link group នេះចុះខ្ញុំឧទាហរណ៍ណាបាទខ្ញុំ scrape សិនអូខេអញ្ចឹងកន្លែង scrape យើងមាន option ច្រើនអញ្ចឹងជាទូទៅបងប្អូនប្រើលេខ2មានន័យថាយើង scrape ហ្នឹងយើងយកទាំង username យកទាំងអត់ username ទាំងគេ hide លេខទូរស័ព្ទគេមានតែ info អីយកបានទាំងអស់លេខ2នេះតែឥឡូវយើងធ្វើចេះវិញគឺយើងយក group ហ្នឹងគឺយើងយកលេខ6មានន័យថាយើងយកតែmember ដែលគាត់ active ហើយយើងយកតែ username សុទ្ធទេអញ្ចឹងណាអញ្ចឹង username សុទ្ធហ្នឹងចូលទៅកាន់ file Excel របស់យើងហើយអានេះយើងយកពី last week ម្ដងថ្ងៃហ្នឹងអញ្ចឹងណាអញ្ចឹងអានេះវាល្អយកលេខ6ទៅអញ្ចឹងណាគេលេខ1យើងចុច y ធម្មតាមកអញ្ចឹងនេះគឺជាការ scrape យកតែ username ទេហេតុអីបានយើងធ្វើអញ្ចឹងដោយសារយើងចង់ add username ឲ្យអស់អញ្ចឹងពេលដែល account របស់យើងប្រើសមាជិកភាពក្នុងការ add វាអត់ឆ្លាស់ឧទាហរណ៍ថាឥឡូវបងប្អូនប្រើជាមួយនឹង full header detail វាឆ្លាស់មានន័យថាឥឡូវបើសិនជាវាជួបជាមួយនឹង account ណាដែលមាន username វា add បញ្ចូលបន្ទាប់មកបើសិនជាជួប account ណាដែលអត់ username ក៏វា add បញ្ចូលអញ្ចឹងវាឆ្លាស់ username អត់ username វាឆ្លាស់ចុះឆ្លាស់ឡើងនេះខ្ញុំបញ្យល់បន្ថែមណាអញ្ចឹងវាធ្វើ account របស់យើងហ្នឹង
វាអាចចុះសមាសភាពច្រើនអញ្ចឹងសម្រាប់មុខងារនេះ username header គឺវា add username short អញ្ចឹងមានន័យថាបងប្អូនប្រើ username របស់យើង scribe នេះដែលយើងពោល scribe នេះវាចូលក្នុង Excel ឥឡូវយើងចូលអរគ្នាសិនអូខេចូលរួចហើយមិញណា scribe ហើយឥឡូវយើងចូលមើលនៅក្នុង Excel ប្រកាសជាទិន្នន័យទាំងអស់ហ្នឹងយកតែមាន username short បងប្អូនអាចមើលនេះវាយកតែ username short ទេអញ្ចឹងយើង scribe មកនេះ username short អញ្ចឹងអ្វីដែលយើងប្រើនេះបងប្អូនឃើញអញ្ចឹងអ្វីដែលយើងប្រើគឺយើងប្រើ username header សម្រាប់ add short អញ្ចឹងយើង add សម្រាប់ group នោះ short រួចហើយឯងឧទាហរណ៍ឥឡូវយើង add group នឹងហើយខ្ញុំឧទាហរណ៍ណាឧទាហរណ៍ add group នឹងហើយអស់ហើយអញ្ចឹងប្រកាសជាអស់ទិន្នន័យនៅក្នុង Excel នេះហើយអញ្ចឹងដល់ពេលដែលយើង scrap បន្តបងប្អូនអាច scrap group នឹងដដែលតែយើង scrap យើងប្រើអញ្ចេះចូល scraper អានេះខ្ញុំឧទាហរណ៍ថាបើសិនជាយើងប្រើអស់ណាយើងចូល scraper ដែររើសលេខណាមួយក៏បានអូខេបន្ទាប់មកយើងលែងប្រើលេខ6ទេដោយសារលេខ6ហ្នឹងយក username យើងបាន add ប្រភេទ username សុទ្ធឲ្យអស់ហើយពីក្រុមនេះអញ្ចឹងដល់វគ្គដែលយើង add បើសិនជាមានអ្នកដែលអត់ដាក់ username មានតែលេខទូរស័ព្ទឬក៏បិទមានតែ bio ឬក៏បិទលេខទូរស័ព្ទអីហ្នឹងក៏យើង add បានដែរអញ្ចឹងយើងប្រើលេខ2ធម្មតាអូអធិស្ឋានយើងប្រើលេខ8ដោយសារលេខ8នេះបើយើងប្រើលេខ2វាមាន username ផងវាមានអត់ username ផងអញ្ចឹងវានៅតែ add username ដដែល add អត់ចូលទេអញ្ចឹង add មិនអត់ចូលដោយសារយើងធ្លាប់ add មុននឹងហើយប្រើលេខ1ហើយអញ្ចឹងយើងប្រើលេខ8ម្ដងអញ្ចឹងណាខ្ញុំឧទាហរណ៍ឲ្យមើលជាងប្រើលេខ8អញ្ចឹងមានន័យថាយើងប្រើលេខ8គឺវាយកតែ member ដែលអត់ username អញ្ចឹងដល់វគ្គដែលយើងប្រើសម្រាប់ add ប្រភេទអត់ username ហើយអញ្ចឹងឧទាហរណ៍ថាmember ទាំងអស់ហ្នឹងយើងត្រូវ add របៀបម៉េចអញ្ចឹងបើយើង scrap អាហ្នឹងហើយចុះឧទាហរណ៍ scrap ហើយណា scrap ហើយយើងប្រើ full header ដដែលទេអញ្ចឹងយើងប្រើ full header ដដែលប៉ុន្តែម្ដងនេះ full header អត់ប្រើកម្លាំងខ្លាំងក្នុងការឆ្លាស់ចុះឡើងទេដោយសារអីវាយកតែអ្នកដែលអត់ username អញ្ចឹងណារបៀបអញ្ចឹងមានន័យថា group មួយយើងធ្វើ2ដងធ្វើ username ម្ដងរួចហើយចាំយើងធ្វើជាមួយនឹង full header detail របៀបអញ្ចឹងណាអញ្ចឹងក្បួនក្នុងការប្រើប្រាស់គឺដដែលទេអញ្ចឹងវីដេអូនេះរៀងវែងតិចបន្ទាប់ពីយើង scrap ទៅលើប្រភេទដែលអត់មាន username រួចហើយបងប្អូនអាចចូលមកកន្លែង member ដើម្បីមើលទិន្នន័យរបស់យើងបានណាហ្នឹងហើយអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងកន្លែង username នេះវាអត់មានទេអញ្ចឹងវាច្រោះយកតាប្រភេទអត់ username សុទ្ធអញ្ចឹងណាអញ្ចឹងដល់វគ្គនេះគឺយើង add ជាមួយនឹង full header detail ធម្មតាអញ្ចឹងណាអញ្ចឹង full header detail របស់យើងវាអត់ឆ្លាស់ទៅវិញទៅមកទេអញ្ចឹង account របស់យើងក៏អត់ប្រើកម្លាំងខ្លាំងដែរអញ្ចឹងឥឡូវយើងសាកទៅមើលទាំងអស់គ្នាក្នុងការ add ណាឥឡូវឧទាហរណ៍ថានេះជា group របស់ខ្ញុំបាន group នេះ group ខ្ញុំទៅបង្កើតមិញហ្នឹងហើយនឹង group ID អញ្ចឹងណានេះចាំតិចនេះ group របស់ខ្ញុំនេះអូខេអញ្ចឹងឥឡូវយើងសាកមើលទាំងអស់គ្នាអញ្ចឹងយើងចូល full header detail មកអញ្ចឹងបើសិនជាយើង scrap ប្រភេទអត់មាន username បើយើងមកប្រើជាមួយ username header scrap មិនក៏ scrap អត់ចូលដែរដោយសារនេះសម្រាប់តែអ្នកដែលមាន username ទេអញ្ចឹងយើងដឹងទាំងអស់គ្នាឥឡូវដល់វគ្គនេះយើងគ្រាន់តែ copy group ID របស់យើងមក group link បាទ group link របស់យើងមកហើយនឹង group ID របស់យើងអូខេអញ្ចឹងធ្វើដោយរាល់ដងអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ភាសាទៀតគេបងប្អូនគាត់អត់តន់ច្បាស់កន្លែងនេះលេខ1នេះមានន័យថាសម្រាប់ group ដែលយើង scrap មកជាប្រភេទ group public លេខ2មានន័យថា group ដែលយើង scrap មកជា group private អញ្ចឹង group ដែលយើង scrap ជា group public មានន័យថា group link នេះ group public group ដែលយើង scrap ហ្នឹងណាអញ្ចឹងកន្លែងនេះយើងចុចលេខ1បាទអូខេចុចលេខ1មកអញ្ចឹងរាល់ដងយើងចុច1ដោយសារ group ដែលយើងទាញមកហ្នឹងបាទជាប្រភេទ group ដែល public បាទនេះវាចាប់ផ្ដើម join account របស់យើងចូល group របស់យើងសិនហ្នឹងហើយទូទៅអញ្ចឹងបន្ទាប់មកយើងមាន13 account តែខ្ញុំអត់ប្រើដល់13ទេអញ្ចឹងយើងប្រើតិចទេប្រើតែ5ទេតែទូទៅយើងមាន13ប្រើ13ហ្មងណាអានេះខ្ញុំឧទាហរណ៍ឡើងមិនប្រាប់តាម5អូខេបាទអ្នកចោលវីដេអូនេះវែងអញ្ចឹងកន្លែងនេះយើងដាក់5 10ណាតបមកកន្លែង section នេះខ្ញុំដាក់យើងលឿនតិចដោយសារសាក់បងអញ្ចឹងយើងដាក់10ឲ្យឆាប់ហើយទូទៅយើងដាក់នេះណាតាមដែលខ្ញុំប្រាប់រដងអញ្ចឹង recommend នេះខ្ញុំដាក់ត្រឹម10ដែរ
ចឹងកន្លែងនេះខ្ញុំបញ្ជាក់ភាសាទៀតthìបងប្អូនអត់ទាន់ច្បាស់លេខ1មានន័យថាសម្រាប់ក្រុមយើងអញ្ចឹងក្រុមយើងជាទូទៅ public រហូតណានេះព្រោះអីយើងជាទូទៅក្បួនដែលយើង add យើងដាក់ public ទៅតែបើបងប្អូនចង់ដាក់ក្រុមយើង private យើងប្រើលេខ2តែជាទូទៅខ្ញុំឲ្យធ្វើដាក់ public ដោយសារអីកុំឲ្យ account យើងវាប្រឹងជាមួយនឹងក្រុម private របស់យើងនេះទៀតអញ្ចឹងក្រុមយើង public ទៅពេលដែលបងប្អូនរៀបចំការងាររួចហើយចាំយើងចង់កែទៅ private កែអីស្រីចិត្តអញ្ចឹងណាសំខាន់ការងារដែលយើងអាចធ្វើសម្រាប់ account កុំឲ្យប្រឹងខ្លាំងយើងប្រើលេខ1សម្រាប់ group public របស់យើងរាល់ថ្ងៃហ្នឹងអញ្ចឹងយើង enter ទៅវាដើរអញ្ចឹងបញ្ជាក់ម្ដងទៀតឃើញបងប្អូនក៏អត់ទាន់ច្បាស់ម្ដងពេលវាកំពុងដើរអញ្ចឹងកុំយកម៉ៅទៅចុចផ្ដេសផ្ដាបើអូសអីទេនេះខ្ញុំអូសឲ្យបងប្អូនមើលតែកុំអូសអីល្អជាងអញ្ចឹងណាដោយសារវាកំពុងដើរនេះវាកំពុងដើរនេះ add ទេនេះកំពុង add អញ្ចឹងវាកំពុងតែដើរអញ្ចឹងនេះវាកំពុងដើរហើយអញ្ចឹងបើយើងសាកយកម៉ៅទៅចុចប៉ប៉ឹកអាហ្នឹងកាំង100កាំងអាផ្ទាំងអញ្ចឹងវាខាតយើងណាដូចថាឥឡូវ account ហ្នឹងត្រូវ add ដល់ពេលបាន add វាខាត account ហ្នឹងមួយអំឡុងពេលហ្នឹងហ្មងមានន័យអញ្ចឹងហ្នឹងហើយអានេះខ្ញុំចង់បញ្ជាក់បន្ថែមទេព្រោះពីច្រើនបងប្អូនចេះតែភ្លេចឡៃហ្នឹងអញ្ចឹងតែឆ្ងល់ថាមិនបានកម្មវិធីអត់ដើរដោយសារយើងចុចយើងអូសម៉ៅយើងអីហ្នឹងទៅយើងរងចាំឲ្យវាដើរឲ្យអស់អានេះលោតផ្លឹបហ្នឹងអស់អាហ្នឹងនេះអស់ឡើយនេះអស់ចាំឲ្យអស់ឲ្យវាដើរអស់សិននេះអស់ហ្នឹងអស់ហើយអស់តែយើងអាចអូសវាបានតែអូសខាងលើនេះអូសចាប់ចេះបើសិនចង់អូសអញ្ចឹងវានៅដើរធម្មតាតែកុំទៅអូសកណ្ដាលនេះណាអូសកន្លែងនេះគឺអត់កើតទេអានេះខ្ញុំបញ្ជាក់បន្ថែមទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាដើរនេះបងប្អូនឃើញទេអញ្ចឹង member ទាំងអស់ហ្នឹងជាប្រភេទ member មិននេះ hidden member hidden ទាំងអស់តែមិនវាដោយមាន username មួយអត់អីអាហ្នឹងវាដោយមួយខ្ញុំអត់ច្បាស់ដែរតែជាទូទៅវាត្រូវតែអត់ដោយទេអញ្ចឹងណាហ្នឹងអានេះវាដោយមួយវាចែកដោយមួយជាទូទៅវាសិតតែ hidden ទាំងអស់ឃើញទេនេះព្រោះវានៅក្នុង Excel យើងវាអត់មាន username ទេវាដោយមួយដឹងមកវាអីនេះអត់ទេឃើញទេចាសិតតែប្រភេទ group ដែលយើងច្រោះមកហ្នឹងបងប្អូនមកបាននេះហ៎ពី group ហ្នឹងចូលមកកាន់ group យើងហ្នឹងហើយតែប៉ុណ្្នឹងអូខេអញ្ចឹងទុកឲ្យវាចោលទៅវាដើរខ្លួនវាហើយអញ្ចឹងដូចរដអញ្ចឹងទៅបងប្អូនអាចហាយជើបាននេះចាអញ្ចឹងមកហាយអញ្ចឹងមកហើយយើងធ្វើការងារអីធ្វើទៅអញ្ចឹងវាអត់ខាតពេលយើងដែរធ្វើការងារអីធ្វើទៅអញ្ចឹងតែប៉ុណ្្នឹងទេហើយបើសិនជាអត់ទាន់តំណែងអាចសួរបន្ថែមបានណាហ្នឹងហើយសង្ឃឹមថាអាចមានប្រយោជន៍បានច្រើនហើយខ្ញុំនឹងព្យាយាមអាប់ដេតទៅលើមុខងារថ្មីបន្ថែមទៀតហើយនឹងសម្រួលទៅលើការប្រើប្រាស់បន្ថែមអញ្ចឹងណាទៅលើកម្មវិធីរបស់យើងព្រោះយើងអត់នៅស្ងៀមណាទេហើយបើសិនជាមានចង្អល់ឬក៏អីផ្សេងអាចសួរ